អារម្មណ៍សប្បាយចិត្តបាទជាមួយនឹងកិច្ចសន្យាថ្មីជាមួយក្លឹបយក្សនេះគាត់ថារៀលគឺជាក្លឹបនៅក្នុងក្តីសម័យរបស់គាត់តាំងពីក្មេងតាំងពីអាយុ8 9ឆ្នាំមកហើយ idol របស់គាត់គឺ Sergio Ramos បាទបានគាត់លេងជាខ្សែការពារកណ្ដាលដោយ Ramos ចឹងរាល់ថ្ងៃនេះហើយលេងថែមបានទាំងល្អទៅទៀតបាទភាសាគាត់មែនទែនលេងល្អហើយឥឡូវហ្នឹងចាប់អារម្មណ៍ពី Real Madrid រៀលទិញយកតែម្ដងបាទអញ្ចឹង Poison គឺយើងឃើញថាជាខ្សែការពារថ្មីសាឡាងមួយរបស់ Real រដូវកាលក្រោយអឺដែល Real យកមកដោះស្រាយវិបត្តិអ្នកចាំទីរបស់ខ្លួនបច្ចុប្បន្នបាទដែលមានអ្នកចាំទីវិបត្តិខ្សែការពារបាទវិបត្តិខ្សែការពាររបស់ខ្លួនបច្ចុប្បន្នហើយមាន Militao មានដែលញ៉ា Rudiger តែ Rudiger ក៏សេវ័យជ្រេបន្តិចដែរ Militao គាត់លបួសរដូវកាលមុនហើយនៅមាន Alaba មាន Raúl Asensio ជាដើមតែនៅតែខ្វះខាតដដែលតែរៀលរហូតខ្សែការពារកណ្ដាលថែមមួយទៀតព្រោះ Alaba តាមមើលទៅទោះបីជាគាត់ជាពីបញ្ហារបួសក៏ដោយបាទខ្ញុំគិតថាប្រហែលជារៀលពិបាកឲ្យជំរឿនដំបូងគាត់ណាបាទពីព្រោះគាត់ខានយូរលេងយូរពេកហើយណាមួយក៏គាត់វ័យជ្រេដែរអញ្ចឹងណាបាទអញ្ចឹងអាចនឹងគាត់អវត្តមានឬក៏អត់សូវបានលេងហ្មងបាទឬក៏រៀលអាចរកផ្លូវឲ្យគាត់ចាក់ចេញតែម្ដងក៏ថាបានដែរសម្រាប់អាឡាបាព្រោះរដូវកាលមុនពេញមួយឆ្នាំដូចគ្មានបានលេងអីផងចូលមកអើតលើលបួសទៅវិញទៀតបាទហើយរៀលរដូវកាលនេះរដូវកាលក្រោយនេះគឺកំណែតម្រង់ទាំងគ្រូទាំងអីបាទហើយបំរើក៏ដោយបាទក៏នៅតែបន្តតាមប្រមាញ់រោខ្សែបំរើដែលល្អបាទជាពិសេសគឺ Angelo Stiller ដែលជាគោលដៅចម្បងដែល Real ចង់បានមកជំនួសកន្លែងរបស់ Luka Modric ដែលចាក់ចេញនឹង Toni Kroos ការចាក់ចេញរបស់ Toni Kroos ឆ្នាំនេះតំបន់បំរើកណ្ដាលរបស់ Real ធ្លាក់ចុះគួរឲ្យកត់សម្គាល់មកយើងឃើញ Real លេងអត់ពាន Champions League ក៏អត់ Copa del Rey ក៏អត់ La Liga ក៏អត់អញ្ចឹងតំបន់បំរើកណ្ដាលគឺជាបញ្ហាមួយដែល Real ចាំបាច់ត្រូវដោះស្រាយបងប្អូនបាទ Real ចាំបាច់ត្រូវដោះស្រាយហើយ Angelo Stiller បាទគឺជាខ្សែបំរើដែល Real ដាក់គោលដៅចម្បងបាទក្នុងការទិញយកបាទដំណើរការក្នុងការចរចាជាមួយ Stuttgart នៅតែបន្តនៅឡើយទេសម្រាប់ Real បាទមិនទាន់ទទួលបាននៅការយល់ព្រមពីកីឡាករឬក៏ពីក្លឹបការ deal បាទគឺឬក៏ verbal agreement អីការព្រមព្រៀងផ្ទាល់មាត់រវាងក្លឹបមួយក្លឹបរវាងកីឡាករនៅមិនទាន់មានទេប៉ុន្តែក្រុមការងាររបស់ Real គឺកំពុងតែធ្វើការងារដើម្បីឈានទៅដល់ការទិញយក Angelo Stiller នេះបើតាមដឹងបាទហើយខ្សែការពារកណ្ដាលមែនតើទៅ Real ក៏នៅតែបន្តរកដែរតែការពារកណ្ដាលណាបាទ Dean Huijsen មួយក៏មិនចង់ទាន់គ្រប់ទេបាទសម្រាប់ Real Madrid Dean Huijsen មួយក៏មិនទាន់គ្រប់ទេខ្សែការពារកណ្ដាល Real ដូចជាចង់បានខ្សែការពាររបស់ Arsenal William Saliba ប៉ុន្តែ Arsenal ដូចមិនមានតម្រុយណាលក់ William Saliba តទៅសោះបាទហើយណាមួយទៀតខ្សែការពាររបស់ Spurs Christian Romero ក៏ឃើញរៀលដាក់បញ្ចូលក្នុងបញ្ជីឈ្មោះដែលពួកគេចង់បានដូចគ្នាបាទតែមកដល់ពេលនេះ Romero ក៏មិនទាន់ដឹងថាមកចូលរួមជាមួយរៀលឬក៏អត់ទេតែ Romero ដូចជាមិនមែនទៅរៀលទេ Romero បាទដូចជាអាចទៅថ្ងៃមុននេះភ្លេចទៅខ្ញុំផុសព័ត៌មានខ្លួនឯងភ្លេចខ្លួនឯងទៀតបាទសុំឆែកមើលឡើងវិញបន្តិច Romero ដូច AT ហ្នឹងហើយ AT Madrid ពងតាក់តងរៀងបកៀកបកិតដែរហើយទន្ទឹមនឹង Spur ហ្នឹងគឺគ្រូក៏ត្រូវបានបញ្ចប់ភារកិច្ច Herminson ក៏ត្រៀមចាក់ចេញបាទ Spur ឆ្នាំនេះក៏មានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ដែរបាទ Herminson ក៏ត្រៀមចាក់ចេញលោក Agne Postecoglou ហ្នឹងក៏ត្រូវបានបញ្ចប់បាទការងារជាមួយ Spur ជាស្ថាពរឲ្យ Spur ត្រៀមលក្ខណៈតែងតាំងគ្រូថ្មីគឺលោក Thomas Frank ដែលយកមកពីក្រុម Brentford បាទ Thomas Frank ដូចជាអីជាមួយ Spur អស់ហើយចាំតែចុះកិច្ចសន្យាផ្លូវការតែម្ដងទេបាទហ្នឹងហើយឥឡូវយើងបត់ទៅរៀលវិញតិចសិនមិញខ្ញុំនិយាយពីរឿងរៀលបែកឆ្វេងចូល Spur បាទបែកឆ្វេងចូល Spur បាទចង់និយាយថារៀលនេះគឺខ្សែការពារកណ្ដាលក៏នៅតែ
បន្តស្វែងរកបំរើកណ្ដាលក៏បន្តស្វែងរក Martin Zubimendi ក៏មិនទាន់100%មក Arsenal ដែរសូមបញ្ជាក់កន្លែងនេះបន្តិច Martin Zubimendi ខ្សែបម្រើអេស្ប៉ាញ Real Sociedad បងប្អូនអ្នកគ្រប់គ្រង Arsenal បាទប្រយ័ត្នប្រយែងឬក៏ត្រៀមចិត្តត្រៀមកាយខ្លះទៅព្រោះ Real ចង់បានដែរហើយឥឡូវនេះឮសូរថា Martin Zubimendi រងចាំស្ដាប់សំណើឬក៏ការផ្ដល់ឲ្យលក្ខខណ្ឌផ្ទាល់ខ្លួនណាមួយរបស់ Real Madrid បើសិនជាល្អគាត់អាចពិចារណាទៅជ្រើសរើស Real Madrid វិញក៏ថាបានដែរបើទោះបីជាគាត់បានយល់ព្រមលក្ខខណ្ឌផ្ទាល់មាត់ខ្លះមួយចំនួនជាមួយ Arsenal ហើយក៏ដោយក្តីបាទនេះពាក់ព័ន្ធទៅនឹងរឿងស្ថានភាពរបស់ខ្សែបម្រើអេស្ប៉ាញ Martin Zubimendi បាទពីព្រោះឥឡូវនេះគឺ Real មិនទាន់ឃ្លាតទៅណាឆ្ងាយពី Martin Zubimendi ទេបាទហើយ Martin Zubimendi នេះក៏មិនទាន់បាទអើលក្ខណៈថាចុះកិច្ចសន្យាផ្លូវការអីជាមួយនឹង Arsenal ទេគ្រាន់តែជាការគេថា verbal agreement បាទការព្រមព្រៀងផ្ទាល់មាត់នឹងមាត់អត់មានលិលាក់អក្សរឡើយអញ្ចឹងបើសួរថាគាត់អាចមិនជ្រើសរើសយកReal Madrid វិញមិនជ្រើសរើសយក Arsenal វិញបានឬក៏អត់ព្រោះតាំងពីខែមករាមកគាត់បានផ្ដល់តម្រុយថាគាត់នឹងមក Arsenal តែនៅមិនទាន់មានលក្ខខណ្ឌជាក់លាក់ណាមួយឬក៏លិលាក់អក្សរណាមួយដែលអាចឲ្យគាត់មកកាន់ Arsenal ផ្លូវការទេដូច្នេះអ្វីៗអាចនឹងមានការប្រែប្រួលនៅក្នុងចំណុចនេះបងប្អូនបាទ Arsenal បានព្រមត្រៀមខ្លួនរួចហើយបាទក្នុងការចំណាយ60លានអឺរ៉ូដែលជាតម្លៃទិញផ្ដាច់កិច្ចសន្យាបាទទៅលើ Martin Zubimendi ឲ្យទៅ Real Sociedad នៅខែកក្កដាថ្ងៃទី1ខែកក្កដាបាទបានន័យថា Martin Zubimendi គាត់ដាច់កិច្ចសន្យាជាមួយនឹងបាទគាត់ត្រូវចាក់ចេញពី Real Sociedad ហើយ Arsenal ក៏ត្រៀមរួចហើយបាទគឺទឹកប្រាក់60លានអឺរ៉ូតែបើសិនជា Real Madrid offer បាទនៅលក្ខខណ្ឌផ្ទាល់ខ្លួនល្អមានថាប្រាក់ឈ្នួលខ្ពស់ឬមួយក៏លក្ខខណ្ឌអ្វីផ្សេងខ្ពស់ដែរ Martin Zubimendi អាចបត់ទៅរក Real វិញអញ្ចឹង fan Arsenal ក៏មិនទាន់ប្រកាស 100% ចំពោះករណី Zubimendi ដែរគាត់ថា Arsenal វាមានពលឺច្រើនជាង Real ដោយសារ Arsenal បាននិយាយមុន Real រួចហើយបាទបានជជែកខ្លះៗជាមួយ Real Madrid ជាមួយនឹង Martin Zubimendi បាទពាក់ព័ន្ធទៅនឹងករណីរបស់ Martin Zubimendi ជាមួយ Arsenal និង Real នេះវានៅមានភាពប្រទាំងប្រទើសគ្នានៅឡើយបាទរឿងមួយទៀតគឺពាក់ព័ន្ធនឹង Real Madrid ដែរថ្ងៃនេះខ្ញុំបើកក្បាលមក Real ហ្មងបាទប្រជ្រះទៅចាំទៅអង់គ្លេសក្រោយគេវិញណាបាទនៅខាង YouTube ដឹងឮអត់អីនេះបាទព្រោះខ្ញុំអត់បានស្ដាប់ម៉ៃទៀត comment អត់ឃើញទៀតថ្ងៃនេះខ្ញុំ live នៅក្នុងទូរស័ព្ទឮបាទឮអូខេអញ្ចឹងខ្លាំងបាទមានអ្នកនេះបាទ assistant ខាងក្រៅជួយផ្ដល់នឹងឲ្យដឹងថាឮខ្លាំងអីបាទមួយទៀតគឺពាក់ព័ន្ធនឹងRodrigo បងប្អូនបាទ Rodrigo ករណី Rodrigo គឺ Real ប្រកាសថានឹងដាក់លក់ Rodrigo នៅរដូវក្តៅនេះដូច្នេះ Rodrigo កំពុងតែរកច្រកចេញពី Real ហើយរកក្លឹបថ្មីដែលខ្លួនចង់ទៅលេងឲ្យ Rodrigo នេះគឺគាត់ដឹងខ្លួនឯងថាការមកដល់របស់ Xabi Alonso គ្រូបង្វឹកថ្មីប្រហែលជាគាត់ពិបាកនៅក្នុងការទទួលបានជម្រើស11អ្នកដំបូងទៀងទាត់ណាស់បាទមិនមែនអត់បានសោះទេចង់និយាយថាឲ្យទៀងទាត់អត់ពិបាកទៀងទាត់អាជម្រើសដំបូងជួនកាលបានលេងទៅជួនកាលអត់ទៅកីឡាករភាគច្រើនគាត់អត់ចង់បានរបៀបហ្នឹងបាទគាត់ចង់បានជាលក្ខណៈថាទៀងទាត់ណាចង់បានទៀងទាត់បើអត់បានទៀងទាត់គាត់អត់ពេញចិត្តអញ្ចឹងកម្រិត Rodrigo នេះគាត់គួរតែបានលេងជម្រើស11អ្នកដំបូងឥឡូវនេះរបាយការណ៍មកឲ្យដឹងថាមានក្លឹបនៅអង់គ្លេសជាច្រើនបាទកំពុងតែព្យាយាមតាក់ទងយក Rodrigo ពី Real Madrid នៅក្នុងនោះក៏មានក្រុម Arsenal ផងដែរណាបាទ Rodrigo នេះត្រូវបានក្រុមនៅ Premier League ជាច្រើនកំពុងតែចាយជើបាទតាមរបាយការណ៍បានអះអាងខ្សែបម្រើប្រយុទ្ធស្លាបប្រេស៊ីលនេះបាទគឺជាកីឡាករមួយរូបដែលអាចនឹងក្លាយជាកីឡាករដែលផ្ទេរចេញក្នុងតម្លៃខ្លួនខ្ពស់មួយនៅរដូវក្តៅខាងមុខនេះឬក៏រដូវក្តៅនេះតែម្ដងបាទឥឡូវរដូវក្តៅឈានចូលម្ដងហើយ
bà được nhầm dây mình chẳng cứ quạt đằng luôn trong ba thà cảm đo bảo giảm biểu lòng số cứ ai đừng thua quạt mình sư miên ở cả liên chúng tôi đọc mùi nhẹ tề và chẳng mình quạt xoay rộp trọ chênh hay club nó ông lế và rộp chạp vì Arsenal, Man City, Liverpool, Chelsea, Spurs những vậy vì club thông thông thì cho và Man U đã Man U ở trong rộp tiết là lên bàn lên tầm 7 chẳng từ và club này có con ai lên ở ban này và rộp châu club thông thông cài từ Real Madrid cứ ai ban thằng ọ và Paris Saint-Germain ấy chỉ đa tại Paris lấy cái miền ấy là mong cái bông lọ kháng á được chứ này khi mình trời ca ấy time tí đấy mà là mồm ba này mà nhưng mà tam nhưng mới cứ Paris ní cứ con mình thọ tính soi Paris được ban hồ niệm trăm ti phong hỏi phong bà ban sẽ là có vậy đúng là có nơi Paris hiện hướng kịch mùi bị Paris thì bà làm trường nơi Paris phim Paris có mẫu là thôi và thì cho này bà chân Rodrigo ở toàn ta đăng club ná nữa còn là tham mưu tới khơi được Arsenal hiện một miền nhật những kia trong cá tiện tôn từ Real là phần năng bà rồi Arsenal ai nâng vô Rodrigo đây buộc luôn cùng phong là tới ca sai bị rút tay Rodrigo mình bị rút bỏ ốp tì nâng này toàn bị rút bỏ ốp tì còn bị rút một rào bị rút slap rút bỏ ốp Arsenal phong mình to vô tình nia ca xoay rộp mình thay tiết nhưng đo đường Arsenal chẳng phải chọn Real mùi sân chẳng rồi thì có update phần đi mùi tiết cứ bẹ con nâng và Real ơi ọt miền ấy chờ đấy và miền phần nâng Real tập đá nên miền tại phần nâng hay nâng Adaguler mùi tiết Adaguler đôi chia Real trong lụ đài năm đấy vào trong lụ đài hay Adaguler nó có Arsenal tiếp trong bàn nó cắt co cả lá co bỏ Real nữa của club tình bàn mà tin Odegaard muối trời và được này phía trở mơ từ cái lá co rồi bỏ Real Madrid nâng Adaguler phải Real ao tranh tới cái đây để xa cọt tìm tia vô chừng nó đậm mùi nhẹ đài hay từ tìm tia là ba và miền Mbappe miền Vinicius ấy nữa và tụi bay rồi thì cố ấp ban không chân con mạch ban và ba đây đừng phải hiếm đi ra hay nơi miền và những Adaguler đôi chị ai đừng chặt trên đáy nơi đời cái đài này và Modric đang ở tránh anh Modric người ta còn toàn đăng rơi từ club nào là club nào Modric rồi có club nơi Ả Rập và toàn đăng update mau thay môi tiết môn năng mình tính cứ phong pro rồi bỏ chút Bellingham cứ chụp về Bellingham thành ra chất từ châu room một đọt man tam đàn chương chắc bỏ bóng pro qua đây và từ châu room mỗi đọt man này chụp về Bellingham bằng bóng và được lại tê chiêng sam sập liên này để ta mình thao về thế và tầm update mấy mà pay Berlin pound mà bài chiêng sam sập liên ở đâu mà chiêng sam sập liên ở đâu chẳng có tớp chui Sunderland lại mà can Premier League bình mấy và Sunderland năm khỏi làm một Premier League bình và có tớp chui Sunderland mấy nó ngày lớn đi và bàn mà đọt màn gì đấy chẳng bóng pro có chụp cháy chạy trên bị bơm Ham City tới đọt màn trên bị đọt màn mà Real là lấy có tới can đọt màn được kia cho mơ ta đôi bóng pro được ổn tay style lên ấy điểm kia đây ta và bóng pro men chúng ta còn mình lên lọt từng pi tầm môi từng pro như này và pay cho những bảy liên pound và từ này mỗi tiết cứ Real từ tại tinh ban của chun Morocco mỗi tiết và vì ở dạng mau ta được chỉ off lui chờ đấy được màn đấy mà được free transfer dụ chun Morocco đi mua sợi cái ngày mình nhầm xe bỏ miền ta tầm đập ở mỗi năm này tinh máu nó bị chun từ Nixon mà bị chun từ chốt dụ chun
បាទរៀលម៉ាឌ្រីតកាស្ទីយ៉ាមួយសិនបាទចាំលេងល្អចាំយកឡើងមកវិញនេះឈ្មោះស្អីគេនេះខ្ញុំសរសេរមុនឈ្មោះដល់អាប់ឌុលាអ៊ូអាស៊ីនអាប់ឌុលាអ៊ូអាស៊ីនវ័យ16ឆ្នាំទេពីអាហ្សាក់មកដូចជាអត់មានអស់ថ្លៃផ្ទេគឺ free transfer ណាបាទហើយភ្លេចប្រាប់នៅមួយទៀតបងប្អូនរៀលគឺនៅ Alvaro Fernandez Carreras នេះកីឡាកររបស់ Benfica ដែលខ្ញុំអាវខ្ញុំពេលនេះបាទ Alvaro Fernandez Carreras ខ្សែការពីឆ្វេងបាទមិនទាន់មកផ្លូវការតែប្រហែលជាបានមកមួយទៀតខ្សែការពីឆ្វេងបាទអញ្ចឹងខ្សែការពីឆ្វេងរៀលរាល់ថ្ងៃមាន Flamengo មាន Fran Garcia បាទចាំមកថែម Alvaro Fernandez Carreras នេះមកមួយទៀតក៏អែមដែរបាទណា Flamengo ហើយនឹង Fran Garcia ឆ្នាំទៅដូរគ្នាលេងទៅមកបាទដូច្នេះជំរឿ Carreras មកបន្ថែមកម្លាំងមួយទៀតអាឡាបាក៏គាត់លេងឆ្វេងនឹងបានដែរដូចខ្ញុំនិយាយតែអាឡាបាប្រហែលជាមិនមានឱកាសលេងច្រើនទៀតទេដោយសារគាត់ឆ្នាំទៅគាត់ដូចជារបួសខ្លាំងពេកអញ្ចឹងគាត់អត់សូវបានបង្ហាញខ្លួនទម្រង់ធ្លាក់ហ្នឹងហើយធ្លាក់ទម្រង់បើបាសេចូលដល់បាសេដល់អត់ទាន់បានអីទេបាសេនិយាយទៅអត់លុយមិនអត់លុយមានលុយប៉ុន្តែរឿងរោតទេកីឡាករដើម្បីស៊ីប្រាក់ខែបើកប្រាក់ខែនេះវាមានបញ្ហាណាអញ្ចឹងបញ្ហារបស់បាសេកន្លែងហ្នឹងម្ដងម៉ោងនេះបាសេអត់ទាន់ឃើញទិញអ្នកណាបានធំដុំនៅឡើយទេបាទគោលដៅចម្បងរបស់បាសេគឺដូចជា Luis Diaz Rashford អីហ្នឹងអត់ទាន់ឃើញបានមួយទេអត់ទាន់បានទេគាត់ថាចចាមអារាម 2-3 អាទិត្យបន្ទាប់ពីចប់ដោយការនេះចូល3អាទិត្យទៀតហើយអត់ទាន់ឃើញមកបានម្នាក់ទេគាត់នៅទៅគាត់ចចាមអារាមនៅតែបន្តណាអត់ទាន់ចប់ទេចចាមអារាមនៅតែបន្តហើយបាសេហ្នឹងចង់ជាប់គេហៅថា financial fair play របស់ FIFA របស់ UEFA ទៀតណាបាទ UEFA ចង់បណ្ណៃ60លានអឺរ៉ូបាទដោយ UEFA ដូចជារកឃើញករណីខ្លះដែលថាបាសេហ្នឹងគឺថា bridge បានន័យថាធ្វើលើសពីច្បាប់ financial fair play របស់ខ្លួនតែ financial fair play នេះដូចគាត់ដាក់មកគម្រាមតាមខ្ញុំមើលវាមិនទាន់បានអីខ្លាំងណាស់ទេក្លឹបធំមួយចំនួនក៏ភាគច្រើនក៏កិច្ចផុតពី financial fair play នឹងដូចគ្នាតែដូចជាឆ្នាំទៅមួយដូចក្លឹបនៅអ៊ីតាលីជួនទុះដូចធ្លាប់ជាប់ financial fair play ហ្នឹងហើយអនុវត្តច្បាប់ដកហាម5មិនឲ្យទិញកីឡាករ Chelsea ក៏ធ្លាប់ជាប់ខ្លះដែរប៉ុន្តែមិនធ្ងន់ធ្ងរខ្លាំងពេកជាប់ដូចថាដោះដូររដូវក្តៅអញ្ចឹងគាត់គេឲ្យទិញរដូវក្តៅហ្នឹងមករដូវក្តៅហ្នឹងបាទអញ្ចឹងរដូវជាក់ក៏ទិញវិញបានតវ៉ាអញ្ចឹងទៅណាបាទគេដាក់មួយឆ្នាំកាលហ្នឹង Chelsea ក្រោមការដឹកនាំរបស់ Frank Lampard ខ្ញុំចាំគេហាម5មិនឲ្យទិញកីឡាករមួយឆ្នាំពេញតែ Chelsea តវ៉ាទៅសល់បានអត់បានទិញរដូវក្តៅតែរដូវត្រជាក់ទិញវិញបានកាលហ្នឹងបាទ Lampard មកដឹកនាំបាទតែបាសេអត់ទាន់មានឃើញអីបានគេទេបាសេបាទតែបាសេដូចជាចង់បានអាទិត្យមួយមុនខ្ញុំនិយាយរឿងតាក់ទងអ្នកចាំទីជွန်ហ្កាស៊ីរបស់អេស្ប៉ាញ៉ុលណាបាទបាសេចង់បានខ្លាំង Man U ហើយនឹង Newcastle ក្នុងចំណោម3ក្រុមហ្នឹងគេថា Newcastle ដូចតំណងជាអាចយកបាន John Garcia នឹងច្រើនជាងគេតែទីបំផុតទៅគឺJohn Garcia អត់ទាន់សម្រេចចិត្តទៅណាទេហើយណាមួយអេស្ប៉ាញ៉ុលនោះអត់ចង់លក់ John Garcia នឹងឲ្យទៅបាសេឡូណាផងបាទមិនដឹងជាមូលហេតុអីទេបាទដូចស្អប់បាសេមិនចង់លក់ឲ្យបាទហើយឥឡូវនេះគឺកីឡាករ Clement Lenglet ហ្នឹងបានចេញពីបាសេផ្លូវការបាទទៅចូលរួមមួយ AT រហូតដល់ឆ្នាំ2028បាទដោយការមុនឲ្យខ្ចីជើងព្រោះLenglet ឥឡូវគាត់ផ្ដាច់កិច្ចសន្យាជាអចិន្ត្រៃយ៍ជាមួយបាសេឡូណាដែលសល់កិច្ចសន្យាប៉ុន្មានហ្នឹងគឺផ្ដាច់ចោលព្រមព្រៀងគ្នាលុបចោលដើម្បីគាត់បានទៅចូលរួមជាមួយនឹង AT Madrid បាទ
តែបើសេលក់ចេញត្រៀមលក់ចេញបើខ្ទង់5នាក់អីនោះបាទ5ទៅ6នាក់ទៅខ្ញុំនិយាយសិស្សយុវជនហ្នឹងបាទដើម្បីទិញចូលមកវិញបាទតែពាក់ព័ន្ធនឹងជន់កាសៀមានព័ត៌មានមួយម្សិលមិញខ្ញុំភ្លេចតាមដានម្សិលមិញបាទព័ត៌មានម្សិលមិញថាបាសេហ្នឹងគឺកំណត់ថ្ងៃឯងបាទយកជន់កាសៀមកចូលរួមបានបាទនេះគាត់ថាជាព័ត៌មានមិនទាន់ច្បាស់ការណាបាទតែមានព័ត៌មានចុះផ្សាយអញ្ចឹងបើមែនតើអាចនឹងបានជន់កាសៀហ្នឹងមុនគេមកទៅបាទគឺការចរចាមកអេស្ប៉ាញ៉ុលឥឡូវដូចត្រូវគ្នាមកអេស្ប៉ាញ៉ុលបាយប្រហែលជាបានជន់កាសៀនឹងមួយមកទៅតាមដឹងបាទមុនដំបូងថាទិញចាញ់យុកសលតាបាទឥឡូវដូចជាមានការផ្លាស់ប្ដូរវិញបាទលោក Hansa Flick ហើយនឹង Deco បានរីកាថាបាទអ្វីមានការផ្លាស់ប្ដូរអញ្ចឹងគាត់យន់កាសៀអាចនឹងមកចូលរួមជាមួយនឹង Barcelona ហើយបើសិនមកមែនបានន័យថាគាត់ជាកីឡាករដំបូងគេដែលបាសេទិញបានក្នុងរដូវកាលនេះបាទហើយចាំមើលមានកីឡាករណាផ្សេងទៀតបាទដែលបាសេចង់បាននៅមានលវីឌីយ៉ាស់ហ្នឹងបាទលវីឌីយ៉ាស់ហើយនឹងជន់កាសៀហ្នឹងគឺហើយនឹង Rashford ចចាមអារាមចុងក្រោយគេបាទជាមួយនឹងបាសេពី3នាក់ហ្នឹងបាទបាសេដូចអត់សូវហឹកហែកអង្គគេដូចយើងដឹងស្រាប់ហើយគ្នាវិបត្តិបាទរក្សាទុកតែកីឡាករឆ្នាំប្រហែលរូបហ្នឹងទៅហើយទិញចូលថែម2ម្នាក់ទៀតឲ្យតែបានទៅបាទខ្លាចទិញមិនបានទៀតនោះពាក់ព័ន្ធនឹងលវីឌីយ៉ាគឺមានអាល់ណាសឺនៅអារ៉ាប៊ីសាអូឌីតហ្នឹងក៏ឲ្យតម្លៃផ្ទេខ្ពស់ដែរដូច85លានអឺរ៉ូណាឲ្យតម្លៃផ្ទេខ្ពស់ដែរ85លានអឺរ៉ូទៅលីវើពូលតែមិនដឹងថាលីវើពូលព្រមលក់អត់ទេបាទព្រោះជាកលឹះកូនសោសំខាន់របស់លីវើពូលដែរតែគាត់ថាលវីឌីយ៉ាដែលគាត់ចង់ទៅគឺគាត់ចង់ទៅចូលរួមមួយបាសេបាទគាត់ដូចខ្ញុំនិយាយលឺសូតែបាសេចង់បានភាគច្រើនគាត់ញ័រកតុយដែរកីឡាករមកពីអាមេរិកឡាទីនមួយណាក៏ដូចមួយណាដែរសូម្បីតា Julian Alvarez ហ្នឹងដែលបានចាក់ចេញពី Man City ទៅចូលរួមជាមួយនឹង AT Madrid គាត់លេង AT អហ្វុកគាត់ហៅ Real ឲ្យបាសេទិញយកគាត់ណាកីឡាករអាមេរិកឡាទីនជាច្រើនអញ្ចឹងហើយបាទតែបាសេចង់បានហើយភាគច្រើនចង់ទៅចូលរួមមួយបាសេហ្នឹងឯងនេះរឿងបាសេយើងវិលមក Premier League ពាក់ព័ន្ធនឹង Liverpool ឥឡូវនេះគឺមានរឿង2កីឡាករ2នាក់ដែលស្ថិតនៅក្នុងភាពមិនទាន់ច្បាស់លាស់ 100% Jeremy Frimpong គឺបានមកចូលរួមមួយ Liverpool ហើយខ្សែការពារហូឡង់ Frimpong បានមកចូលរួមផ្លូវការហើយប៉ុន្តែនៅ Florian Wirtz ជាមួយ Milo Kerkez ណាពីអ្នកនេះអត់ទាន់ច្បាស់លាស់ 100% ទេ Florian Wirtz នៅចរចាតម្លៃផ្ទេដូចចុងក្រោយ Leverkusen ទាជាង140លានទៅ150លានអឺរ៉ូវាស្មើនឹង130លានផោននេះណាជិត130លានផោនអញ្ចឹងមកគិតលុយអឺរ៉ូទៅវាប្រហែលជាក្រោម150លានអឺរ៉ូអញ្ចឹងបាទអាចក្បែរ150លានឬក៏140លានជាងបាទបើលុយផោន126ទៅ130លានផោនបាទអញ្ចឹងនៅខុសតម្លៃគ្នាបើលក្ខខណ្ឌផ្សេងពាក់ព័ន្ធនឹងកិច្ចសន្យាពាក់ព័ន្ធទៅនឹងគេហៅថា personal term លក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករនឹង Liverpool បានព្រមព្រៀងគ្នារួចអស់ហើយបាទអត់មានបញ្ហាទេបានព្រមព្រៀងគ្នារួចអស់ហើយបាទនៅឡើយតែការចរចាតម្លៃផ្ទេរវាងក្លឹបនឹងក្លឹបនឹងឯងតែខ្ញុំគិតថាថ្ងៃមុនក្រោយគុំតែមកដដែលសារ Liverpool នឹងអស់ថ្លៃបន្តិចហើយណាមួយ Liverpool ដូចជាអត់ទៅឃើញមានគូប្រជែងចូលរួមដែរអញ្ចឹង Liverpool រៀងនៅអស់កន្លាបន្តិចរៀលដូចជាអត់មានដាក់សំណើផ្លូវការណាមួយទៅកាន់
Leverkusen ហើយ Man City ក៏អត់មានដាក់ដែរបាទអញ្ចឹង Liverpool តែឯងទេបាទក្នុងការចរចានេះមកដល់ម៉ោងនេះបាទតាក់ទងនឹង Florian Wirtz បើពាក់ព័ន្ធនឹង Milo Kerkez បាទដូចជាគៀកអីគៀកគិតអីមិនតាន់ 100% មែនតែគៀកគិតហើយបាទដូចជាព្រឹកមិញបាទមានព័ត៌មានចេញផ្សាយថា Milo Kerkez បាទជាមួយនឹង Liverpool បានឈានចូលដល់ជំហានមួយដែលគៀកគិតមែនតែនហើយពិសេសគឺការព្រមព្រៀងលើតម្លៃពលកម្មបាទ fee របស់គាត់ប្រចាំឆ្នាំប្រចាំសប្តាហ៍ប្រចាំខែហើយតម្លៃផ្ទេបាទជាមួយនឹងក្រុម Bournemouth ក៏ដូចជាព្រមព្រៀងគ្នារួចហើយដែរខ្ទង់36 លានផោនទៅ40 លានជាងអឺរ៉ូអានេះជាតម្លៃផ្ទេដែលយើងឃើញចុងក្រោយប៉ុន្តែយើងចាំមើលព័ត៌មានផ្លូវការមួយទៀតអញ្ចឹង fan Liverpool បាទ45 លានផោនបាទ45 លានផោនអញ្ចឹង fan របស់ Liverpool គាត់រងចាំមើលព័ត៌មានផ្លូវការរបស់ Florian Wirtz បាទជាមួយនឹង Milo Kerkez បាទអញ្ចឹង Milo Kerkez ហើយជាដឹងតែទិញបាន Milo Kerkez គាត់ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនយូរណាស់មកហើយបាទឥឡូវនេះចរចាសម្រាប់ចុងក្រោយបាទលេងផ្ទាល់មាត់នេះគឺការចរចាលាយលក្ខណ៍អក្សរហ្មងបាទគឺផ្លូវការតែម្ដងអញ្ចឹងគាត់ត្រៀមលក្ខណៈឲ្យមកចូលរួម Liverpool នៅឡើយ Florian Wirtz តែ Wirtz ក៏ដូចគ្នាខ្ញុំគិតថាភាគរយច្រើនដែល Liverpool នឹងយកបាន Wirtz បាទมันពិបាកឯងដោយសារក្រុមធំផ្សេងទៀតដោយអត់អើពើ Bayern ឯងអត់អើពើ Real អត់អើពើ Man City អត់អើពើប៉ុន្តែអត់អើពើហ្នឹងក៏យើងមិនអាចនិយាយបាន 100% ដែរជួនកាលពេលខ្លះដូចធ្វើធម្មតាតែមានភ្នាក់ងារគេចរចាពីក្រោយបាទព្រឹបអញ្ចឹងទៅគេត្រូវរើគ្នាមកផ្លែតនឹងសាញ contract ភ្លាមក៏មានដែរបាទគាត់ថាអ្វីដែលយើងដឹងដែលយើងឮគឺជាមួយ Liverpool បាទមិនថាឥឡូវដឹងតែបានទៅ Liverpool 100% អត់ទាន់និយាយបាន 100% ថា80ឬក៏90ចុះ 10-20% ទៀតក្រៃឡូហៅថា high check ឆ្មក់ទិញតាមផ្លូវរបស់ក្រុមផ្សេងទៀតបាទហើយបើដូច Real ដូចBayern ដូច Man City នេះគឺងាយស្រួលទិញកីឡាករណាស់បាទងាយស្រួលណាស់ភាគច្រើនចង់បានកីឡាករទៅដូច Man City មួយផ្លែតបាន3នាក់បាត់ហើយបាទលេងមួយផ្លែតហ្នឹងដូច Here we go 3នាក់តាមប្រភពពី Fabrizio Romano មកបាទអញ្ចឹង Milo Kerkez Liverpool 4-5នាក់ឲ្យតែបានបាទអែមហ្នឹង Frimpong Milo Kerkez Florian Wirtz បាទដូច3នាក់ហ្នឹងសំខាន់ជាងគេ Liverpool ចង់បាន3នាក់ហ្នឹងសំខាន់ជាងគេផ្សេងទៀតធម្មតាទេបាទហើយក៏មានចចាមអារ៉ាមថា Liverpool អាចបើកទ្វារស្វាគមន៍ Jack Grealish បើសិនជាគាត់ចង់ចាក់ចេញពី Man City ណាបាទ Jack Grealish តែនេះគ្រាន់តែជាចចាមអារ៉ាមអត់ទាន់មានព័ត៌មានណាដែលគួរជឿជាក់បានថា Jack Grealish អាចមកចូលរួម Liverpool ទេគ្រាន់តែចាំអារ៉ាមថា Liverpool អាចបើកទ្វារបាទរងចាំបាទ Jack Grealish សម្រាប់ចិត្តពាក់ព័ន្ធនឹងអនាគតរបស់ Darwin Núñez បាទខ្សែប្រយុទ្ធអន្តរជាតិរបស់អ៊ុយរ៉ាហ្គាយបាទឥឡូវនេះគឺមានក្លឹបនៅអារ៉ាប៊ីសាអូឌីត Al Hilal ក៏ចាប់អារម្មណ៍ Núñez បាទបន្ទាប់ពីឃើញមាន Victor Osimhen បានច្រានចោលនៅសំណើរបស់ Al Hilal សំណើ Victor Osimhen បានច្រានចោលសំណើរបស់ Al Hilal ដោយឲ្យ Victor Osimhen 25 លានផោនក្នុងមួយឆ្នាំក្នុងរដូវកាលតែគាត់អត់ទៅទេគាត់ថាគាត់ចង់លេងនៅអឺរ៉ុបសិនដោយគាត់ចង់មក Man U បាទអញ្ចឹង Man U បើអាចទេអាចទិញបាន Victor Osimhen អីក៏ថាបានអញ្ចឹងឥឡូវនេះ Al Hilal បានងាកទៅរកកីឡាកររបស់ Liverpool វិញគឺ Darwin Núñez បាទចុងក្រោយបំផុតការអាប់ដេត Darwin Núñez នេះឥឡូវនេះមិនទាន់ថា Liverpool ប្រុងលក់ចេញទេគាត់ក្រុមការដឹកនាំរបស់អានេះ slot ព្រោះ slot តំបានដឹកនាំគាត់មួយឆ្នាំដែរមិនទាន់ថាអ្វីវាតាមព័ត៌មាននិយាយនឹងទេបាទវាអាចនឹងតកិច្ចសន្យាថែមថ្មីជាមួយនឹង Liverpool មួយឆ្នាំទៀតនិងមួយទៀតចាក់ចេញបាទមានតែ2ផ្លូវហ្នឹងតែគាត់ថាជំរើសរបស់ឱកាសរបស់ Darwin Núñez នៅ Liverpool នៅមាននៅឡើយណាតែ fan អ្នកគ្រប់គ្រងភាគច្រើនគឺអត់ចង់ឲ្យ Liverpool ទុក
David Nunes tiết tê bà ai tinh kỹ là có mây mà châu rùm đúng rồi và chọn bán nó đôi Isaac ý nó tại Isaac ná như cái so lụa như cái so tục Isaac lên như đời ca crowd đá bà đình Champions League đời ca crowd đá được cho nên kìm lụa tê và này Isaac và Liverpool xây thiết được admin này thì và còn cha mà rám khác nhưng mình sơ trong giấy để sao việc còn si cha mà rám với bạn các bạn ta bỏ miền năng việc đôi từng nôn màu mày tới là năng nhâm lực vô màu cha mà rám khoát đấy chớn này mà club trong tinh là co đặt nông ly luôn anh trong một hay nhẹ sam sập nhẹ ấy của miến này và còn là vị cha mà rám rồi Liverpool một tiết riêng Harvey Elliott và Harvey Elliott sai ra dột slap chừng chuối nhá này nông lo đã cùng bị chạm na chạy tranh với Liverpool và làm sao quận nơi mình này còn trong màn hình tiếng toát làm một tiết cứ miền club nơi Championship tầm làng máu lit mà Liverpool lit nó đích bom vào ông lên đây và lụa Harvey Elliott ao lit mới có lo đây mà nhóm control hay là Harvey Elliott nó còn trong tranh này còn trong tranh nhưng mà sân từ lip tới ấy có em này khơi lip đại Harvey Elliott nó nong mưa cái lá co này của cây trong ba đôi kia lần này ai cái lá co là ban tranh tới nhưng khơi khơi lệ hè và nè cham ti đại tp Liverpool ban lụ tạo club Brentford ba đây và tới Brentford ba đây khơi lệ hè tới showroom của Brentford của Brentford ban lụ Flecken từ đôi từ là mong từ club nam muốn Fleck tới và trong Brentford tình bán khơi lệ hè và fan Man U khác còn trong ai club tình vô khơi lệ hè đang bị Liverpool đá tại Man U trong ban chuyên cả xí nó và nó bỏ Espanyol lại là được sâu được trong tới chỗ room bà C bắt hay hướng Florian Wirtz từ 4 khơi Liverpool ao ta chiêm rồi đọc liên phao này mình ta Liverpool đom rồi sang rồi liên phao và học này mà phải liền Liverpool ban mũi tiết plei cá cứ nhà cham ti rồi bỏ Hungary Pesci và vậy mà phải năm lụa cái là co cái là hơi tới nước ban tinh ở cham ti Hungary mùi và cứ Amin Pesci như vậy một page năm mà nè chăm ti lên nhảy club và nơi Hungary và club Puska Academy và với đúng club Salarian Academy bao toát mùi nơi Hungary và là cho cái sân nhà Plaka nhé và nên chuyện chăm ti với mấy hồi apply đôi chỉ 80,000 euro đo mà liên là của con ở mấy tranh việc Academy máu và ta dùng khăn scout của Liverpool thì mới khơi là ó để cho nên cái tình tục pra ngày khỏi và đại TP cho nua lại bao khơi hơn ngày mà này cho cha ram bao Liverpool trong trao miền Tây nâng chân nhưng kết tha là co bẩn top đại Liverpool ai tình bán top pi frame pong và cứ khơi kẹt và cứ mình lo cực kể và rong trăm tam đang làm to tiền Arsenal với đòn và Arsenal Munich nhom giấy bẹ pon bằng rương rồi bỏ Rodrigo chẳng Arsenal nơi thưa ca tẹt tông mới riêng làm bay cho cha như Rodrigo muối bàn tay ca nghi đợt thông một pot sầm rạp Arsenal không ca tình đồ đời ca này cứ sai phải chụp bỏ mà đó mong đi ca cho cha mùi Victor Gyökeres đôi chim broke down đó đôi chưa
ប្រាជ័យបាទដោយខុសថ្លៃផ្ទេឬខុសលក្ខខណ្ឌតខ្លួនអត់ដឹងទេអញ្ចឹង Arsenal បានងាកបាទទៅរក Benjamin Sesko របស់ Leipzig វិញបាទតែ Benjamin Sesko ក៏មិនថោកដែរបាទសើខ្ទង់70លាន80លានដែរហើយបាទហើយក៏កេះសំទោសGyökeres ប្រហែលជា65លានទៅ70លានអឺរ៉ូទេបាទតែខ្ញុំមិនដឹងថាម៉េចមុនដំបូងចរចាមួយនឹងGyökeresហ្នឹងពាក្យគិតជាមួយនឹង Sporting Lisbon ពាក្យគិតដែរបាទបែរជាបរាជ័យបែរជាដូចជាអត់ត្រូវគ្នាបាទដោយការចរចាវាខុសគ្នាច្រើនណាបាទអញ្ចឹង Arsenal ដូរ plan ទៅរកនេះវិញបាទទៅរក Sesko វិញបាទអញ្ចឹងម្ដងមកនេះការចង់បាន Sesko នេះគឺអត់ទាន់មានការអាប់ដេតអីថ្មីទៀតទេគ្រាន់តែតម្រុយទៅរក Sesko ហើយបាទទៅរក Sesko វិញហើយបាទបាទ Arsenal ចាបារាមមានច្រើនគួរសមដែរឆ្នាំនេះណា Sesko Gyökeres ហើយមានបងប្អូនយើងសួរមួយថារវាង Sesko និង Gyökeres មួយណាល្អជាងពីនេះគឺមួយយ៉ាងម្នាក់បងប្អូនបាទខ្ញុំមើលរបៀបគាត់លេងstyle គាត់លេងហើយនឹងភាពអង់អាចនៅក្នុងទីលានបាទភាពរហ័សរហួន Sesko ខ្ពស់ជាង Gyökeres មែនតែមិនមែនខ្ពស់ស្ទួកណាខ្ពស់ច្បាស់បត់បែនលឿនល្អបាទអញ្ចឹងមួយយ៉ាងម្នាក់ទេបាទមួយ Gyökeres បាទខ្ញុំមើលឃើញចំណុចនេះបើថាចង់ប្រៀបធៀបគ្នាមួយយ៉ាងម្នាក់ពីរនាក់នេះទិញយកមួយណាក៏បានដែរសម្រាប់ខ្ញុំតែ Sesko នេះក៏ឃើញក្លឹបនៅអារ៉ាប់មួយចំនួនកំពុងតែតម្រង់ជួរដែរចង់បានដែរព្រោះបានទទួលព័ត៌មានមកថា Sesko នេះចង់នឹងចាក់ចេញពី Leipzig ក្នុងរដូវក្តៅនេះហ៎បាទអញ្ចឹងក្លឹបនៅអារ៉ាប់មួយចំនួនគេចែកចៅដែរគេយកដែរគេតាមមកដែរបាទតែ Sesko មួយ Arsenal ស្ថិតនៅក្នុងពាក្យចាមអារាមឡើយអត់មានការព្រមព្រៀងគ្នាណាមួយរវាងកីឡាករនិងក្លឹបលើលក្ខខណ្ឌគំបីតាការផ្ដល់តម្រុយជាលក្ខណៈ verbal agreement បាទកិច្ចសន្យាផ្ដល់សន្ទខ្លួនមាត់នឹងមាត់ហ្នឹងក៏អត់ទាន់មានដែរបាទគាត់ថា Sesko គាត់ទទួលបាននៅដំណឹងថា Arsenal ចង់បានគាត់ Arsenal បានមួយក្នុងចំណោមពីរនេះ Gyökeres ឬក៏ Sesko ខ្ញុំគាត់ថាអាចបានមួយលើក្តៅនេះបាទមិនអត់ទេបានមួយណាក៏បានដែរពីរនាក់នេះអត់អីទេបាទប្រហែលគ្នាគុណភាពហើយ Gyökeres សួរថាបើ Arsenal បោះបង់ចោល Sesko តើ Gyökeres ទៅណាវិញ Gyökeres មុននឹងពាក់ព័ន្ធមួយ Arsenal គឺក៏មានការចាប់អារម្មណ៍ពី Man U ធ្លាប់មានចចាមអារាមថាគាត់ចង់ទៅ Barcelona មានពីរក្លឹបតែសំខាន់បាសេមានកន្លែងឲ្យគាត់អត់បាទបាសេចង់បានចេះចង់អីតែទៅយកទៅបានអត់រ៉ាប់រងបានអត់ប្រាក់ឈ្នួលប្រាក់ខែតែមានវិបត្តិនេះបាទអញ្ចឹងបាសេចង់បានចេះចង់អីបាសេនឹងចង់បានច្រើនណាស់តែសមត្ថភាពវាមិនដល់ហ្នឹងហើយអញ្ចឹងGyökeresបើក្រៅពី Arsenal ទៅ Man U គ្រូចាស់គាត់ Ruben Amorim នៅហ្នឹងតែម្ដងមកនេះក៏ Man U អត់ឃើញមានសំណើណាមួយឬក៏ការចរចាណាមួយដែលគួរឲ្យចាប់អារម្មណ៍ទេបែរទៅជាមានប្រចាំអារម្មណ៍ជាមួយ Victor Osimhen វិញព្រោះ Victor Osimhen គាត់ច្រានចោលសំណើពីក្លឹប Al Hilal បាទគាត់ចង់មកលេងនៅអង់គ្លេសអញ្ចឹងទោះបី Man U អត់ក៏អី Champions League ក៏ដោយគាត់ចង់មកចូលរួមមួយ Man U បាទចាំមើល Man U ទិញយកបានអត់ហើយ Gyökeres ឬដូចខ្ញុំនិយាយតាំងពីដើមហ្នឹងពាក់ព័ន្ធនឹងអ្វីដែលបញ្ហាដែល Man U ទិញអត់បាន Gyökeres ហ្នឹងគឺអត់មានកៅអី Champions League អត់មានកៅអីក្នុងពានអឺរ៉ុបមិនបាច់ទៅឆ្ងល់អីទេរឿងវាមានតែប៉ុណ្្នឹងអតិពលគ្រូអតីតគ្រូគឺអតីតគ្រូតែសំខាន់កីឡាករគាត់កំពុង grow up បាទគាត់កំពុងតែអភិវឌ្ឍខ្លួនខ្លាំងមែនតើបាទអញ្ចឹងលក្ខខណ្ឌរបស់គាត់នេះគឺជាលក្ខខណ្ឌមួយដែលគាត់អាចលេងនៅពានអឺរ៉ុបជាមួយនឹងក្លឹបធំ
chẳng còn trong ban lên nơi thầm cầm rất nơiក្នុង league នៅក្នុង cup អីទេបាទគាត់ចង់បានពានអឺរ៉ុបបាទតែ Osimhen គាត់អាចមកអង់គ្លេសដោយសារតែនៅ Galatasaray មិនមែនថា Galatasaray អត់មានកៅអីក្នុងពានអឺរ៉ុបទេមានតែកម្រិតក្លឹបនៅទាបជាងក្លឹបនៅអង់គ្លេសបាទហើយកម្រិត league ក៏ទាបជាង league នៅអង់គ្លេសបាទអញ្ចឹងណាបាទ Osimhen នេះនិយាយទៅគាត់រើសទៅរើសមកញ៉ៃហ្នឹងពីមុនពីបានមកអង់គ្លេសហ្មងចង់ដូច Chelsea ឲ្យ70លានម្ដងអត់ព្រមមកបាទ Chelsea ឲ្យ70លានអឺរ៉ូម្ដងតាឥឡូវទៅ Galatasaray ឥឡូវផុតការខ្ចីជើងបាទហៅច្រកចេញមកវិញArsenal Benjamin Sesko Martin Zubimendi ហើយនិង Rodrigo 3នេះកំពុងតាមដានគៀបកិតខ្ញុំតាមមើលតែព័ត៌មាន3នាក់នេះទេបាទហើយនឹងមានចាំរាមមួយ Nico William របស់ Bilbao មួយទៀតតែនេះបន្តមកទេណាបាទអត់នេះទេអត់គៀបកិតដូច3នាក់នោះទេបាទហើយបើ William Saliba បើទោះបីជា Arsenal លក់ក៏លក់ថ្លៃដែរដូចខ្ទង់70លានអីនោះនៅបើសិនជាក្នុងករណីដែល real តងឬក៏លួងលោមត្រូវអីអាហ្នឹង70លានផោនដែលស្មើនឹងជាង80លានអឺរ៉ូហើយ Arsenal គេថាបើបានលុយនេះគេអាចចំណាយខ្ទង់40ទៅ50លានផោនទិញយក Maguire ពី Crystal Palace មកវិញបាទគេមានបាទជំរើសដើម្បីយកមកជំនួសរួចស្រេចហើយអញ្ចឹងគេចេះត្រៀមដែរព្រោះឬសូរៀលចង់បានហ្នឹងភាគច្រើនកីឡាករខ្លះនៅអត់សុកបាទនៅអត់សុកទេហើយ Nico William ចចាមរាមមួយ Arsenal ក៏ធ្លាប់ហើយឥឡូវនេះក៏មាន Bayern Munich មួយទៀតបាទដូចជាចូលមកគៀកកិតជាមួយនឹង Nico William ដែរ Nico William ត្រូវបានរាយការណ៍ថាគាត់នឹងត្រៀមចាក់ចេញពីBilbao នៅរដូវក្តៅនេះដូចគ្នាបាទព្រោះបើយើងបាទអត់បានបាទអត់ទិញបាន Florian Wirtz ទេបាទចាំបាយងាកទៅ Nico William វិញដែរបាទ William បាទទង់55លានទៅ60លានជាងទង់ចន្លោះ65ទៅ55ទៅ65លានអឺរ៉ូបាទតម្លៃផ្ទេគាត់ល្មមគួរសមប៉ុណ្នេះបាទNico William បើទៅបើយើងល្អគួរសមដែរបាទញ៉ាំល្អគួរសមឯល្អជាងនៅ Bilbao ព្រោះវ័យគាត់នេះវ័យត្រូវទៅរកក្លឹបធំនេះបើបាសេមានលុយបាសេទិញគាត់ទៅបាសេបាត់ហើយបាទតែបាសេអត់លុយមកបាសេចង់បានលវីឌីយ៉ាងជាងគាត់បាទហើយលុយប៉ុណ្ណេះបើយកទៅចាប់គូមួយយ៉ាងមកនឹងកាន់តែល្អថែមទៀតបាទតែបាសេដូចអត់អើពើដែរឆ្នាំនេះនឹងមិនបាទ Man City បាទបងប្អូនបាទ Man City មកផ្លែ3នាក់ Ed Nuri បាទហើយឥឡូវនេះគឺដូចបានមួយទៀតហើយនេះអ្នកចាំទីវ័យ33ឆ្នាំទិញពី Chelsea មកគឺ Bettinelli បាទវ័យ33ឆ្នាំហើយ Bettinelli បាទមកគូ Bettinelli ពី Chelsea ហើយគាត់នឹងចូលលេង Man City នៅ FIFA Club World Cup ខាងមុខនេះបាទតែកិច្ចសន្យាតែមួយឆ្នាំទេបាទ Bettinelli là có ông lê và tay lên Chelsea còn bán đây thì mùi Chelsea cùng tam hồ tinh nhận trăm thì mây mà đài Chelsea được tam tinh mạch mạch nhăn và bỏ AC Milan tấm ban Bettinelli mùi mà tiệt Ed Nuri mau bị Volver prom prieng 200 lập các lời ca tê club ấy prom prieng rồi hỏi Ryan Cherkyហើយនឹង Tijjani Randster បាទ Ryan Cherky ពី Lyon មក35លានផោន Tijjani Randster បាទពី AC Milan
bà em mà vậy thì Man City vậy thì số tinh của Man City đi đặt ban ấy bà club cũng nơi kia mua là on lâu mà mình club lẹ cho thế bà Henry đi mau ơi bà cái son giá 5 năm tầm lấy 35 liên euro Real chưa ký 35 liên euro đây cái son giá 5 năm được nèហើយមួយទៀតគឺតែគេខ្ញុំនិយាយមិញនេះមុននេះ Ranger ទីជនី Ranger ទីជនី Ranger 70លានថ្លៃជាងគេបាទទីជនី Ranger នេះមានសាច់ឈាមកាត់ឥណ្ឌូនេស៊ីបាទឥណ្ឌូនេស៊ីហូឡង់បាទកីឡាករហូឡង់ច្រើនថ្ងៃឥណ្ឌូនេស៊ីក៏មានកីឡាករហូឡង់មកលេងឲ្យច្រើនដែរព្រោះឥណ្ឌូនេស៊ីនោះមានអាណានិគមហូឡង់ពីមុនណាគេមានសាច់ឈាមហូឡង់នឹងនៅជាមួយគ្នាអញ្ចឹងមានកីឡាករហូឡង់លេងឲ្យច្រើនដែរឥឡូវ Ranger នោះទេទៅ Man City ហើយបាទ70លានអញ្ចឹង Here we go បានន័យថារងចាំការប្រកាសផ្លូវការ3នាក់នេះបាទហើយឥឡូវមិញប្រកាសផ្លូវការមួយគឺមកគូ Bettinelli អ្នកចាំទីវ័យ33ឆ្នាំពី Chelsea មកបាទបន្តិចទិញបានបាទហើយ Man City មិនដឹងគោលដៅណាទៀតទេបាទប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹង Man City គឺដល់ពេលមួយដល់របត់មួយត្រូវធ្វើការផ្លាស់ប្ដូរទ្រង់ទ្រាយធំហើយបាទលទ្ធផលរដូវកាលមុនការលេង error រដូវកាលមុនអត់បានពៀនអីសោះបាទគឺជាសញ្ញាមួយដែលត្រូវឲ្យ Man City ធ្វើការងារឲ្យបញ្ញាប់បំផុតដើម្បីទិញយកកីឡាករណាដែលល្អឬក៏ត្រូវឡើងជើងហ្នឹងគឺយកមកដាក់ភ្លាមដើម្បីដោះស្រាយវិបត្តិណាហើយ Man City នៅខ្សែកាក់នៅអ្នកចាំទីទៀតបាទមិនទាន់អស់ទេអ្នកចាំទីដោយ Man City ចង់បានគឺមកដល់ម៉ោងនេះកំពុងតែសម្លឹងឃើញអ្នកចាំទីរបស់ Club Lille បាទនៅបារាំងគឺ Lucas Chevalier បាទ Chevalier នេះអ្នកចាំទីរបស់ Lille បាទតែត្រូវប្រជែងមួយ Man U និង PSG ដែរបាទ Chevalier ព្រោះ Edison ក៏គ្រោងចាក់ចេញនៅរដូវកាលក្រោយនេះដូចគ្នាបាទនៅរដូវក្តៅខាងមុខនេះដូចគ្នាបាទ Edison ហ្នឹងហើយ Man City មានប៉ុណ្ណេះហើយចាំមើលថាតើមានការអាប់ដេតអីថ្មីបន្ថែមទៀតបាទពីរឿង Man City នេះMan City កំពុងត្រៀមទៅលេង FIFA Club World Cup អាទិត្យក្រោយនេះថ្ងៃ15អាទិត្យក្រោយអាទិត្យហ្នឹងអីមកដូចលេងថ្ងៃសៅរ៍អាទិត្យហ្នឹងអីថ្ងៃ15បាទយប់ថ្ងៃសៅរ៍ចុងសប្តាហ៍ហ្នឹងហើយចាប់ផ្ដើមលេងហើយបាទលេងនៅសហរដ្ឋអាមេរិកបាទហ្នឹងហើយ FIFA Club World Cup ហ្នឹងលេងម៉ោងឡាយចាប់ពីម៉ោង2រំលងអាត្រៀតមករហូតម៉ោង2ម៉ោង5ម៉ោង7ម៉ោង2រំលងអាត្រៀតបាទទី2ភ្លឺនៅស្រុកម៉ែយើងម៉ោង5ទៀតភ្លឺម៉ោង7ភ្លឺម៉ោងមានលេងម៉ោង8មានលេងម៉ោង11តាមខ្ញុំមើល schedule នៃការ live ហ្នឹងគឺមានអញ្ចឹងនៅស្រុកខ្មែរយើងមើលស្រួលដែរបាទលេងម៉ោងព្រឹកអញ្ចឹងគាត់ថាអ្នកខ្លះគាត់ធ្វើការធ្វើងារគាត់រស់ស៊ីអីហ្នឹងគាត់មិនបានមើលណាតែមានទូរស័ព្ទនៅដៃចេះនៅតែមើលបានអញ្ចឹងបាទចាំមើលខ្ញុំអាចនឹង live ខ្លះដែរ live គូណាយើងល្អមើលព្រោះ FIFA Club World Cup នៅក្នុងឆ្នាំនេះគឺក្រុមរហូតដល់32ក្រុមបាទពីមុនគេយកតែក្លឹបដែលឈ្នះពានធំនៅតាមលីកតាម trip របស់ខ្លួននីមួយៗដូច UEFA Champions League AFC ASEAN Champion AFC Champions League បាទដូចជា Copa Libertadores អីជាដើមណាបាទក្លឹបដែលឈ្នះទាំងអស់ហ្នឹងយកមកលេងចូលគ្នាទេបាទប៉ុន្តែឥឡូវនេះគេពង្រីករហូតដល់ទៅ32ក្លឹបបាទមកពីជុំវិញពិភពលោកបាទហើយ32ក្លឹបហ្នឹងគេឲ្យកូតាក្លឹបម្ចាស់ជើងឯកប្រចាំទ្វីបផងក្លឹបដែលមានចំណាត់ថ្នាក់ ranking ល្អបាទបន្ទាប់ពីហ្នឹងលេខ2បាទនៅក្នុងអឺរ៉ុបនៅក្នុងអាស៊ីបាទនៅក្នុងអាហ្វ្រិកអីជាដើមគេប្រមូលមកអស់ហើយដើម្បីឲ្យវាល្អមើលបាទនិយាយរៀបស្តង់ដារ World Cup ហ្មងលេងមួយខែពេញបណ្ដោយហ្នឹងបាទខែ6ខែ7បាទពាក់កណ្ដាលខែ6ពាក់កណ្ដាលខែ7ចប់បាទអញ្ចឹងលេងរូបមន្តដូចនឹង FIFA World Cup ចឹងគាត់ថានេះជាក្លឹបមិនមែនជាប្រទេសហ្នឹងហើយបាទតាមពិត FIFA Club World Cup នេះលេងចុងក្រោយនៅឆ្នាំ2021ហ្នឹងកាលហ្នឹង COVID នោះគឺលើកទៀតកុំអីលេងរូបមន្តហ្នឹងតាំងពីយូរមកហើយ
តែឆ្នាំ2023មុននេះដូចជាមានក្រុមជើងឯកក្រុមណាចេះទេខ្ញុំភ្លេចទៅ FIFA Club World Cup Man City ហ្នឹងឯង Man City ហ្នឹងឯងម្ចាស់ជើងឯកព្រោះ Man City ឆ្នាំនេះអត់មានឈ្នះពានអីហ្នឹងអត់មានឈ្នះ Champions League អត់មានឈ្នះពានអីហ្នឹងអញ្ចឹង FIFA Club World Cup Man City លេងក្នុងនាមជាក្រុមការពារតំណែងជើងឯកលើកមុនចុងក្រោយលេងឆ្នាំ2023បាទអត់ Man U បាទ FIFA Club World Cup អត់មាន Man U Arsenal ទេអត់ដែរgroup A មាន Al Ahly របស់អេស៊ីប Inter Miami របស់អាមេរិក Palmeiras របស់ប្រេស៊ីល ហើយ Porto របស់ប៉ូទុយហ្គាល់ group B មាន AT Madrid របស់អេស្ប៉ាញ Botafogo របស់ប្រេស៊ីល PSG របស់បារាំងហើយនិង Seattle Sounders របស់អាមេរិក group C មាន Auckland City នេះគឺក្លឹបរបស់ New Zealand បាទជើងឯកប្រចាំទ្វីបអូសេអានី Bayern Munich បាទរបស់អាល្លឺម៉ង់ Benfica របស់ប៉ូទុយហ្គាល់និង Boca Juniors របស់អាសង់ទីនល្អមើលបាទចម្រុះក្លឹបទូទាំងពិភពលោកល្អមើលបងប្អូនខ្ញុំចង់មើលដែរហ្នឹង Group D មាន Chelsea របស់អង់គ្លេស ES Tunis របស់ទូនីស៊ី Flamengo របស់ប្រេស៊ីលហើយនិង Leon ក្លឹប Leon ក្លឹបរបស់ Paraguay Group E មាន Inter Milan រងជើងឯក Champions League នេះបាទ Inter Milan របស់អ៊ីតាលី Monterrey របស់ Mexico River Plate របស់អាសង់ទីនហើយនិង Urawa Red របស់ជប៉ុនអូ Group E នេះមានអឺរ៉ុបមានអាមេរិកខាងជើងអាមេរិកខាងត្បូងហើយនិងអាស៊ីអូអែម Group F មាន Dortmund របស់អាល្លឺម៉ង់ Fluminense របស់ប្រេស៊ីលMamelodi Sundowns របស់អាហ្វ្រិកខាងត្បូងហើយជាមួយ Ulsan Hyundai បាទរបស់ប្រទេសកូរ៉េខាងត្បូង Group G មាន Al Ain នេះដូចក្លឹបរបស់នេះហ៎អារ៉ាប់រួមបាទក្លឹបរបស់អារ៉ាប់រួមហើយ Juventus របស់អ៊ីតាលី Man City របស់អង់គ្លេសនេះហើយនិង Wydad AC នេះដូចក្លឹបរបស់ទូនីស៊ីរបស់ម៉ារ៉ុកកូបាទសំទោសបាទក្លឹបមកពីអាហ្វ្រិកនៅជិតគ្នាមួយទូនីស៊ីហ្នឹង Group H មាន Al Hilal បាទរបស់អារ៉ាប៊ីសាអូឌីត Pachuca របស់ Mexico Real Madrid របស់អេស្ប៉ាញហើយនិង RB Salzburg បាទរបស់អូទ្រីសបាទមានប៉ុណ្្នឹងអញ្ចឹង8ពូល4ក្រុមដូច World Cup ហ្នឹងតែ World Cup លេងចុងក្រោយនេះ36ប្រទេសបាទ36ប្រទេសហើយក្រោយគីឡូ FIFA Club World Cup ឡើង36ប្រទេសដែរតែទន្ទឹមនឹង FIFA Club World Cup នេះលេងក៏មានការរិះគន់ដែរពីច្រើនគឺការតវ៉ាពីកីឡាកររបស់ក្លឹបអាជីពហ្នឹងហ្មងពួកគេលេងទាំងគេហៅថាលេងទាំងហត់នឿយបាទតែបញ្ចប់លីកគួរតែបានសម្រាកបែរទៅលេងទៀតណាបាទយើងល្អមើលហើយតែកីឡាករគ្នាចង់សម្រាកដែរជួបជុំប្រពន្ធកូនគ្រួសារអីគេដែរបាទដល់ពេលចប់ World Cup ចប់លីកចូលមកលេងFIFA Club World Cup តទៀតអញ្ចឹងអត់បានសម្រាប់ការតវ៉ាកន្លែងហ្នឹងហើយពេលនេះក៏មិនទាន់ប្រកាសថាដំណើរការទៅអញ្ចឹងរហូតលេង32ប្រទេស32ក្រុមមកពីបណ្ដាទ្វីបទាំងអស់ហ្នឹងរហូតអញ្ចឹងទេបាទរងចាំអ៊ុតមើលថាតើបើលេងទៅមានផលប៉ះពាល់អីខ្លះដល់អារម្មណ៍កីឡាកររបៀបម៉េចអីម៉េចចាំមើលតទៀតបាទរឿងហ្នឹងដោយសារតែមានការតវ៉ាដូចខ្ញុំនិយាយអញ្ចឹងហត់នឿយបាទលេងពេញមួយរដូវកាលហើយអានោះបើមាន FIFA Club World Cup តែលេងចន្លោះគ្នាបាទបើមាន FIFA Club មាន FIFA World Cup លេងអត់លេងទេបាទលេងចន្លោះគ្នាបាទហើយក៏មិនមែនលេងរាល់ឆ្នាំអញ្ចឹងដែរបាទលេងឥឡូវ2ឆ្នាំម្ដង2021អត់លេង2023លេង2023 2024អត់មានទេបងប្អូនឃើញឥឡូវ2025លេងអញ្ចឹង2021 World Cup អត់មានលេងទេបាន2027 FIFA Club World Cup នឹងលេងវិញបាទលេងជាន់នេះអត់កើតទេបាទព្រោះ FIFA Club World Cup គេលេងទៅក្តៅយ៉ាងដូចគ្នាដែរអញ្ចឹងទៅក្តៅណាដែលអត់មាន FIFA World Cup លេង FIFA Club World Cup មានអញ្ចឹងអ្នកដែលទទួលបាននៅភាពសប្បាយរីករាយគឺយើងឯងអ្នកមើលនេះបាទកីឡាករបែកអាចគ្នាបាទលេងរហូត
mà chỉ sẽ là con ở Rốc nâng rồi là con ở gì nâng đá địch xem nơi lừa phục lúc bộ cái trong lên nè bà lên mỗi club cũng rất phục những cái trong lên nè cái trong hai những con lập hiệp lên bà bộ cái trong oi bị phục lúc ăn khơi hay là club thông chạp ở ròm tái là con ở Rốc chỉ mỗi club thông nít mình sẽ bài chất APT và chỉ mỗi lần pin đi và Arsenal admin menu admin Spurs admin đấy mong mà Arsenal miền nơi ní nước miền là Chelsea mà bị ông lễ miền Chelsea miền tại Man City Liverpool có đây Liverpool có đây miền là Chelsea Man City để showroom nè hay mau bị Spain miền AT hay Real bạc xe ở khơi tê mà bị là mong miền Bay miền Bayern miền Dortmund hay miền Leipzig hay mau Italy miền tại Inter đi và miền tại Inter mùi tê hay Portugal miền Porto hay nông Benfica hay nơi Prang miền PSG mùi Spain miền AT hay Real pi nâng và cái nâng club xem club nơi Americ bị 7 club là dòng tin này pi đây club dòng tin miền Boca cho mùi nâng River Plate và này việc con club FIFA club World Cup bao nhiêu tôi ca đó đô cái lá co nâng cho cha mà làm mình to tiết mà mấy nhầm gì đó Man City là yên chỗ đó Chelsea bà Chelsea mạch bà róm ấy bà tinh vô đai Man City này bà hưởng ọp tinh ọp miên này Man City còn là phim nó cứ bàn Isugo triệu và đi Kenda bà tìm mà đo to bằng tuộc kia hay Chelsea có tìm lên FIFA Club World Cup được kia và hay mình to trong ban cái lá co rồi bó kia bó ai nhưng mà có cốt tiếp bà Chelsea và nè mấy tầm tinh ban dụ chôn và rang là dụ động 4 năm mùi và mà đu xa thì Strasbourg màu còn tra oi chờ tiết đó năm bị pon xám bay và lại tê ở bà hàng chụp lời ca khơi nhỉ và mà đu xa nó chỉ sai cà pia và sai cà pia bà rang và tầm ban một giới Chelsea đó mà trong trao này rồi phong tam tinh Jamie Gitton và Jamie Gitton rồi bỏ Dortmund còn cho cha một Dortmund ở Dortmund chất 30 liên pound tại Dortmund tràn trào và dụ chun ông lê phong lang trường Dortmund ti và hai chi sai sập liên và sai sập liên pound và ao 30 liên ấy ở toàn lụa không đom liên và chỉ mình cái tên ấy thôi ở đây tạ dụ chôn bò Man City đài nó bị một hay Mike McNyan bằng bộ Mike McNyan của thật nô radar bỏ Chelsea bông tam và to tiến á Jimmy Gitton Mike McNyan và ai tự lẽ Robert Sanchez tranh vinh và sân chia Mike McNyan tình bàn hay Garnacho toàn đấng ấy và sân chỉ Sancho ọt to cái son giá rồi có trở bàn Chelsea tính đánh Chelsea yếu tính Sancho có đánh à tại cho cha lẹ khăn to luôn ọt thử mấy Sancho ọt nơi vinh lỡ Sancho thử vơ tới menu vinh nhỉ và Sancho thử tới vơ tới menu vinh hay bữa sân chỉ menu luộc Garnacho ai chỉ chùm rớt mùi để Chelsea tính này và trong cạnh này Sancho tới Nhật Bản hay là Jamie Gitton này. Và Chelsea cùng vật lộ Enzo Maresca có một sơ gì dùm ra chất không ra tinh đô mà khơi là mà chắc lắm Chelsea tinh đô nó cứ một chắc lắm đồ chênh một trở hơn chân kế
លោកថតបឺលីហ្នឹង Enzo Maresca ដោយតាមតែម្ចាស់ក្លឹបវិញឥឡូវនេះបាទម៉ែកមេកញ៉ាន់ដូចជាចរចាអត់ត្រូវគ្នាបាទ AC Milan ដូចអត់ចង់លក់ឲ្យម៉ែកមេកញ៉ាន់កំពុងឡើងជើងដែរមកលេងនៅ AC Milan ណាបាទ Chelsea មានប៉ុណ្ណឹងបាទខ្ញុំមើលហើយនឹងអូកីឡាករ Chelsea ដាក់ក្នុងលីកហ្នឹងអត់ក្រោម50នាក់កីឡាករត្រូវទិញតែគាត់ថាទិញបានមិនដឹងអត់ក្រោម50នាក់ទេ Sesko គេចង់បានក៏ Chelsea ដាក់ចូលតែគេ Victor Osimhen ក៏មាននៅឈ្មោះឡើយ Victor ក៏យកការ៉េសអូយដល់បាទ Chelsea ហើយបានមកថ្មីគឺ Liam Delap ណាបងប្អូនដឹងហើយគឺកីឡាករបែប Ipswich 36លានទិញពី Ipswich ដែលយក Isugo ពី Sporting 22លានមក Medusa 14លានដាក់តម្លៃទៅ14លានអញ្ចឹងតែព័ត៌មានខ្លះអត់បង្ហាញឲ្យដឹងទេទិញពី Strasbourg ហើយនឹង Mike Pender ពី Gang មកបាទទំវិលត្រឡប់ការជ័យជើងទំចូលបាន3នាក់នឹង Chelsea បាទជាផ្លូវការចូលបាន3នាក់នឹងបាទតែដូចចង់លក់ម៉ាត់ឌូអាកេចេញវិញណា Chelsea ខ្ញុំឃើញចង់លក់ម៉ាត់ឌូអាកេដូចខ្ញុំរៀងភ្ញាក់ផ្អើលដែរព្រោះម៉ាត់ឌូអាកេគាត់លេងល្អដែរតែការមុនគេឲ្យលេង Conference League លើកពានឲ្យ Chelsea នោះក៏ម៉ាត់ឌូអាកេលេងល្អតែម៉ាត់ឌូអាកេនេះគាត់ចេះពេលទៅគាត់លេងល្អពេលខ្លះទៅគាត់លេងអត់សូវល្អបាទថ្ងៃខ្លះទៅគាត់លេងល្អគួរឲ្យចាប់អារម្មណ៍តែអាពេលខ្លះដែលត្រូវក្រុមត្រូវការគាត់ជួយបែកជាលេងអត់ល្អវិញអាហ្នឹងបើយើងនិយាយទៅគេហៅតម្រង់វាអត់ថេបាទអត់ថេអញ្ចឹងក្លឹបគេអត់ចង់បានកីឡាកររបៀបហ្នឹងគេចង់បានកីឡាករនោះទៅលេងថេបាទកីឡាករនោះលេងថេបាទដូច្នេះដាក់លក់ណូនីមកដូចគេគួរឲ្យភ្ញាក់ផ្អើលមែនតើបងតែខ្ញុំគិតថាគួរតែទុកមកដូចគេសិនបើសិនសាន់ឆូចេញគួរទុកមកដូចគេសិនទោះបីគាត់ម្ដងល្អតែពេលដែលគាត់លេងល្អគឺយើងពេញចិត្តស្ដោកមកមើលឃើញគាត់លេងល្អដែលគួរចូលចិត្តមកតែប្រកួតខ្លះទៀតអត់ថេដូចថារក្សាភាពខ្លាំងរបស់គាត់នឹងឲ្យនៅថិតថេរបានបាទបាទសម្រាប់ Man U ចុងក្រោយបំផុតនេះគឺកំពុងតាមគៀបកិតនឹងគឺ Brian Mbeumo បាទហើយ Brian Mbeumo នឹងគាត់ថាគាត់ចេញពី Brentford ប៉ុន្តែគាត់ក៏ពេញចិត្ត Man U តែឥឡូវនេះវាមានរឿងមួយទៀតដោយសារតែ Spurs នោះក៏បានប្រកាសអរេ Hung-min-son គាត់បានចេញសារលា Spurs លាអីហ្នឹងអញ្ចឹងគ្រូ Spurs ដែលត្រៀមមកថ្មីគឺលោក Thomas Frank ដែលជាអតីតគ្រូនៅ Brentford ដឹកនាំ Mbeumo នេះប្រហែលជាអាចនាំយក Mbeumo ទៅចូលរួមមួយគាត់នៅ Spurs ហើយមានគូប្រជែងគឺ Spurs ហ្នឹងឯងបាទ Spurs មុនដំបូងមានតែចាប់អារម្មណ៍ Mbeumo អីតែគាត់រៀបចំតែងតាំងលោក Thomas Frank Spurs ចាប់ផ្ដើមសេរីសរងដាក់សំណើដាក់អីទៅ Brentford ទិញយក Mbeumo ដែរណាអញ្ចឹង Mbeumo នេះគឺអាច Spurs ឬក៏ Man U មកដល់ម៉ោងនេះបាទអត់តាន់ដឹងទៅណាច្បាស់តែមានពីរហ្នឹងទេគឺ Man U Spurs ហើយគ្រូ Spurs គាត់ទូចឲ្យ Mbeumo ទៅចូលរួមមួយគាត់នឹង Spurs គាត់កូនចៅសំណប់របស់គាត់កូនចៅសំណប់របស់គាត់នឹង Spurs សប្តាហ៍ក្រោយ Spurs តែងតាំង Thomas Frank ជាគ្រូរបស់ផ្លូវការអញ្ចឹងចាត់ចែងហើយបាទចាំរាប់របស់ Man U មួយទៀតពាក់ព័ន្ធនឹងបាទ Man U ដូចចង់យក Adrian Rabiot ដែលមានវ័យជ្រេបន្តិចដែរបាទយកមកជួយតំបន់បម្រើសិន
Rap giật ở lớn nơi vây được chỉ sam sập năm cốt đây và còn bùng linh là mắc xây rồiបញ្ហាវិបត្តិបំរើគឺ menu មិនទាន់ដោះស្រាយបានទេនៅកន្លះកចាស់ចាស់ណា Christian Eriksen ចេញទៀតឆ្នាំនេះហើយ Eriksen គឺ menu ដាក់ក្នុងបញ្ជីឈ្មោះកន្លះកប្រហែល10នាក់បាទដែលត្រូវប្រឡែងចេញ release រួមទាំង Eriksen ផងដែរ Eriksen ឡងមកនេះអត់ទាន់រកក្លឹបថ្មីឃើញទេបាទអត់ទាន់រកក្លឹបថ្មីឃើញទេបាទអញ្ចឹងគាត់ត្រូវចាក់ចេញហើយយើង menu នឹងស្វែងរកបំរើកណ្ដាលដូចខ្ញុំនិយាយស្ថានភាព menu មិនទៅយក Adrian Rabiot ឲ្យវិញជ្រេដែរពីព្រោះតោក្មេងដែលពុំគេលេងល្អគេអត់មកមួយយើងបាទរឿងមានប៉ុណ្ណឹងគេអត់មកអញ្ចឹងទៅអ្នកណាដែរបីយ៉ាងចាស់ចាស់តែនៅគុណភាពគ្រាន់អញ្ចឹងណាបាទយកមកជួយអង្គតូនីជាមួយនឹងបេទីសក៏អត់តន់រកដំណោះស្រាយថាបេទីសមានលុយទិញអត់តន់ដឹងបាទអញ្ចឹងបើអត់តន់ដឹងអង្គតូនីត្រូវវិលមកមែនយូវិញអញ្ចឹងរឿងអង្គតូនីនេះវាកញ្ញាញ់គូមួយទៀតសំខាន់ថាអង្គតូនីនេះចង់នៅរួមមែនយូវិញអត់តាមមើលគាត់ក៏អត់ចង់ទេបាទគាត់ចង់នៅរៀលបេទីសនឹងតតែសំខាន់រៀលបេទីសអត់លុយទិញបើមែនយូលក់ខ្ទង់50លានអីនោះបាទហើយយកការ៉េដូចខ្ញុំនិយាយអញ្ចឹងគឺអត់តន់ច្បាស់ថាយកក្លឹបណាមួយប៉ុន្តែ menu ដូចជាមិនមែនជំរើសទេព្រោះអត់មានកៅអី Champions League តាមដឹងឬក៏ menu ព្យាយាមតាមទិញយកការ៉េហ្នឹងក៏ថាបានតែដោយសារគាត់ជាកូនចៅចាស់បរិមានអាមេរិកគេលើគាត់នឹងមានមនោចេតនាក៏មកចូលរួមជាមួយបាទបើសិនយកមក menu ល្អ menu ទិញបានល្អអាសនលទិញបានគេមានកៅអី Champions League ទិញបាន menu ទិញបានល្អតែខ្ញុំតាំងនិយាយតាំងពីពេលមុនថាបើសិនជាមក menu មានរឿងតែមួយគត់គឺមនោចេតនាហ្នឹងហ្មងបើថាឲ្យគាត់មកសុបាយចិត្តអីអត់មាន Champions League អីលេងគាត់មិនមកក៏ຕົកចិត្តនៅ Sporting នេះมันល្អជាងបាទ menu បានតែមួយទេបាទមកឈូគុញ្ញាតែទូគុញ្ញានោះមិនទាន់ប្រកាសផ្លូវការ 100% ទៀតបាទតែដឹងមកហើយបាទចរចាត្រូវរើគ្នាអស់ដូចជា50លានជាងតម្លៃទេក៏មិនថោកដែរបាទបើចាំរាមវាច្រើនបងប្អូនបាទប្រហែលថ្ងៃនេះគឺ MBMO ហ្នឹងគឺខ្លាំងគេបាទហើយដូចជាចង់បាន Donnarumma របស់ PSG ទៀតតែនឹង PSG លក់ឲ្យអត់តែ PSG ដូចចង់ឲ្យ Donnarumma ចេញដែរគាត់វ័យរៀងជ្រេដែរហើយបាទអញ្ចឹងបាន PSG សម្លឹងឃើញអ្នកចាំទី Chevalier របស់Lille បាទហើយបើលក់ Donnarumma ក៏ថ្លៃដែរណា Donnarumma មិនថោកទេក្នុង40លានដែរហើយខ្ញុំចង់និយាយថាដល់ PSG លក់អត់គេមានលុយដែរគេមានទៅខ្វះលុយស្អី Donnarumma នេះបាទ Ter Stegen ក៏ menu គេដាក់ក្នុងបញ្ជីរបស់គេដែរគេចង់បានយកមកជំនួស Andrea Onana ហើយខ្សែការពារ Omar Solet របស់ Udinese បាទ menu គេដាក់ក្នុងបញ្ជីដែរបាទ Akehova របស់ Porto Samu Akehova របស់ Porto ខ្សែប្រយុទ្ធអេស្ប៉ាញបាទ menu ដាក់ចូលក្នុងចំណុចដែរ Anthony Semenyo របស់ Bournemouth បាទ Brand Mbeumo ខ្ញុំនិយាយមិញហ្នឹងយក Gareth Philippe Mateta តែឥឡូវនេះខ្ញុំគិតថា menu ចរចាហ្នឹងជាមួយនឹងយក Gareth ច្រើនជាង Mateta ព្រោះយក Gareth បដិសេធArsenal ចរចាបរាជ័យបាត់ហើយហ្នឹងបាទអ្នកចាំទី Svia បាទអ្នកចាំទី Serbia របស់ Roma ហ្នឹងហើយ Alexander Mitrovic ចរចាបារាមួយ menu ដែរ Brian Cherki ទៅ Man City ហើយបាទជ្រើសរើស Man City ហើយអត់មកទេបាទនេះសិតតែជាចាបារាមបាទកីឡាករខ្លះបងប្អូនអត់សូវឮឈ្មោះផងបាទ Moises Kean បាទខ្សែយុទ្ធរបស់ Fiorentina
là có Italy John Garcia và Vanja Dragojevic và trang tí Serbia Christopher Nkunku Emiliano Martinez Javi Simon cóประกาศ thằng tranhពី Leipzig ដែរ Adam Watton ឲ្យដោយ Hodgson Gonzalo Ramos Sandro Tonali នឹងជាចាំបារាមចង់30-40 នាក់ដែរមិនយូរអត់តិចទេទិញបានគុណញ៉ាមួយមិនទាន់បានមកជាផ្លូវការទៀតបាទសម្រាប់ Spur បាទ Spur ព័ត៌មានដែលអ្នកគ្រប់គ្រង Spur នេះនឹងគឺការចង់ចាក់ចេញរបស់ Heung-min-son តែគួរចាក់ចេញគាត់វ័យជ្រេដែរហើយបាទគាត់ទៅកើតលុយកើតអីនៅអារ៉ាប់មកនៅ Spur បានឈ្នះពាន Europa League ជាពានរបស់គាត់ក្នុងអាជីពលើកដំបូងបាទទីបំផុតគាត់ធ្វើបានហើយបាទឆ្នាំនេះបាទ Spur មាន Eze ដែលចង់បានណាបាទ Vlahovic Gerard Braithwaite តែកាពីរបស់ Everton Anthony Semenyo របស់ Bournemouth បាទ Johnny Cardozo ខ្សែបម្រើអាមេរិកាំងរបស់ Real Betis បាទ Angel Gomez របស់ Lille Jonathan David របស់ Lille Brian Brobby របស់ Ajax បាទ James McCarthy បាទរបស់ Man City បាទ Jan Bisek បាទរបស់ Inter Milan ហើយនិង Conny De Winter បាទរបស់ Genoa បាទមើលបានមួយណាបាទ Spur អត់ទាន់ឃើញប្រកាសទិញបានអ្នកណាមួយផងដែរទេបាទSpur ដូចបានយុវជននេះមួយបាទផ្លេចដែរបងអត់ទាន់ទេ Spur អត់ទាន់បានបាទ Spur អត់ទាន់បាន Arsenal ក៏មិនទាន់បាន Liverpool បានមួយArsenal បាទចោចញោចេញបាទចេញទៅ Flamingo ដាច់កិច្ចសន្យាចូលអត់ទាន់មានទេ Arsenal បាទ Man City ប្រកាសផ្លូវការតែ Anthony មួយ Rangers មិនទាន់ប្រកាសផ្លូវការប៉ុន្តែត្រៀមមកហើយនឹង Ranchiki បាទត្រៀមមកតែ Anthony មកឲ្យ37 លាន€Newcastle អត់ទាន់បានអ្នកណាមួយទេបាទអត់ទាន់បានដែរបាទតែចចាមបារាមមានបន្តមើលមានការទិញបានអីខ្ញុំប្រកាសខ្ញុំសរសេរប្រាប់តាមក្រោយទៀតបាទនៅបារាំងបាទ PSG ដែលក្លឹបទំឈ្នះ Champions League ថ្មីក៏អត់ទាន់ទិញបានអ្នកណាមួយដែរនៅទេបាទ Real នឹងប្រកាសបាន Dehoyson មួយជាផ្លូវការតែប៉ុណ្្នឹងក៏នៅ Liverpool Jeremy Frimpong មួយតែប៉ុណ្្នឹងក៏នៅដែរចាំមើល Florian Wirtz បាទជាមួយនឹង Milos Kerkez បាទថ្ងៃនេះមានប៉ុណ្្នឹងបងប្អូនបាទហើយដូចជាអត់បន្ត live ទៀតទេដោយសារ1ម៉ោងកន្លះហើយChelsea ដាក់លក់វិញមានតានៅនេះមកដូចគេខ្ញុំនិយាយមុនដាក់លក់វិញហើយ Sancho ឲ្យចេញមក Man U វិញហើយចរចាអត់ត្រូវគ្នាបាទក្រៅពីហ្នឹងដូច Chelsea ដូចអត់មានលក់អ្នកណាទៀតទេអត់មានតែប៉ុណ្្នឹងមានតែចង់ទិញថែម Arsenal Zubimendi មិនទាន់បានទេអត់ទាន់បានទេព្រោះ Zubimendi ដូចរងចាំស្ដាប់សំណើរបស់ Real ដែរណាបាទគាត់ចង់រើសយក Real ដែរតែ Real មាន Zubimendi មួយហើយនិង Angelo Stiller មួយពីរនាក់នេះ Real ពងពិចារណាយកមួយហ្នឹងហើយមិនបានក្លឹបមកពី Brazil ច្រើនជាងគេអញ្ចឹងបងក្លឹបមកពី Brazil ដូចមានក្លឹប Palmeiras ក្លឹប Botafogo Fluminense 3ដែរមាន3ក្លឹបដូចមានតែ3ក្លឹបហ្នឹងតាណាឬក៏ប៉ុន្មានខ្ញុំមើលម្ដងទៀត Palmeiras 1 Botafogo 2 Flamengo 3 Fluminense 4 ក្លឹបមែនខ្ញុំមិនទាន់ដឹងលក្ខខណ្ឌមិនដែរនេះព្រោះតែម្ចាស់ជើងឯកប្រចាំលីកម្ចាស់ជើងឯក Copa Libertadores
mà cha chương ai sub đam Americana chẳng còn là chương ai trăm lit mẹ này krom cái hai thằng krom sẽ cái đại miền ranking là nơi khung ly cầm pu đó nơi khung Copa Libertadores hay đang chấm nát là mình to bị chương ai khung sub đam Americana cái vô mùi thay một tiền và chúng mình đang pi hay mà cha chương ai sub đam Americana muối mà cha chương ai Champions League muối buồn bạc và tại Arsenal tại ông lễ miền ta Chelsea cha trường ai nè nè cha trường ai giờ UEFA Cup mấy nè hay mình thiết tây tạng mà cha trường ai pin FIFA Club World Cup này thế cảm bất ông lễ bờ sân chỉ admin Man City ở tây tạng mà cha trường ai FIFA Club World Cup nên thế Man City miền tầm mối cứ Chelsea nhưng mà châu Rome và miền mà châu Rome tầm mối như thế Paul bạch nè how is Zubimendi become late nhầm vậy mà nhớ hưởng Zubimendi bà C nâng William bạn decide phụ kê cho nam môn tự mình tinh cho nam này ở tính William còn bạn decide còn tha còn toàn đào pel tranh thì sao còn nơi khmer còn trong độc khát tiết đó là lấy bà C cái on chất kia chứ này cái tròn gì chứ này Buffet Spain rồi Portugal anh ấy ai Portugal đó ai Benfica nên là ai Spain ai Portugal Spain Portugal nhóm với nhóm fan Portugal và Portugal fan tăng cho nó là Figo và tăng với Figo lên tiền Euro cho năm Pipon á ố lọ mơ ra bằng bon cho nó luôn hay Nuno Valente Deco từ cha bo Portugal lo Ronaldo rồi ấy mà cào thế ta nhóm fan đang cho nó máu đâu và Costinha Rui Costa Nuno Gomes lò mơ đang cho nó đâu Portugal Abel Xavier mong bọn nó phát score Deco Raúl Meireles nâng sật là chỉ là có Portugal Ricardo Quaresma rất là có Portugal đã lo và Spain nhưng mình phải nhóm bờ nơi ở Úc nhóm Prang hay nhóm Portugal ông lễ có mình fan này bà nhóm nơi ở Úc Prang hay nhóm Portugal này do World Cup xem muốn nhưng rớt Portugal mỗi đây không chùm nào có thể là ai lượt pin World Cup nữa bà Brazil Portugal hay đang ở dòng tin tại tập 3 là dòng tin từ Osimhen đi ca nam muốn nè cả lộc Al Hilal Al Ahly phong cả lộc Chelsea phong một kho rương chưa có bà lỡ trong khối tới nè lỡ trong menu vậy Ivan Toney và từ đi hay từ Ả Rập liền là Ả Rập kia xa bài tranh với nhé kia xa lại like chứ không tục đi nhưng mong mà họ đón like không xịt vô là ngày like không tục đi mà lít ở toàn tinh ấy xong mà ngặt chân ở toàn khơi tinh ấy lần bệnh má lịch nhâm lang với nhỉ và lang máu không ta cầm toàn tư vinh mở bán buồn phèm cho 500 tư vinh cầm màu hay tư vinh phim đó nè tại bỏ tinh sót nơi bà đấy chọn ao Liverpool tinh Nuno Mendes ô tầng rồi chơi PSG game lụa thì vùng lọ khăn năng lụa ơi Nuno Mendes lên ngày muốn Spain mùi nâng Portugal Nuno Mendes bật Jamal Space bật Jamal làng trong ngạp đấy đó nè và hà di tiết Nuno Mendes đi em mình tên pin UEFA Nation League đôi pin môi đại linh trong cõi ao Ronaldo quạt và ai phải chọc ca linh chúng tôi chia bỏ qua Portugal á và đưa có quạt trong lên World Cup nơi America đời ca Nam cõi một tiết nó xì xong được thì cả đáy hay có tam con mơ giúp họ quạt hay đừng tụm rong lên và quạt nơi
គ្រូរើបានអត់ហ្នឹងក៏លេងទៀតក៏បានបាទគាត់អាចលេងដល់ឆ្នាំ2026ក៏ថាបាន World Cup បាទប្រកបលេង UEFA Nations League នៅតូតចូលឡើយនោះបាទអញ្ចឹង World Cup បើសិនជាគាត់នៅអញ្ចឹងដែរគាត់នៅលេងបានទៀតបាទមានបញ្ហាទេតែបំណងនឹងមិនដែរនេះឲ្យ PSG លក់ PSG មិនលក់ទេតាមមើលព្រោះអត់មានប្រទិញកីឡាករត្រូវមួយពិបាកណាស់រាល់ថ្ងៃនេះស៊ីមីកាសអាចចេញបាទស៊ីមីកាសលីតចង់បានបាទប៉ូលីតលក់Junior Firpo ចេញបាទ fan Liverpool ខ្លះអត់ចង់ឲ្យទិញ Florian Wirtz ទេថ្លៃពេកទុកលុយទិញកីឡាករមុំបាន 3-4 នាក់ Wirtz មិនវេទនានឹងចរចាតម្លៃតែអ្នកគ្រប់ត្រូលខ្លះក៏អត់ចង់ទិញ Florian Wirtz ដែរនិយាយស្មោះត្រង់ខ្ញុំអ្នកគ្រប់ត្រូល Liverpool ដែរបើសិនជាបាន Wirtz ក៏បានមិនបានក៏អត់បញ្ហាបាទថ្លៃពេក Liverpool ពីមុនមិនសូវជាចាយលុយច្រើនអញ្ចឹងពេកអញ្ចឹងអ្នកគ្រប់ត្រូលមិនទម្លាប់បាទ Liverpool ពីជនឆ្មក់ទិញតែពីប៉ូទុយហ្គាល់ពីហូឡង់ពីអីមកល្មមខ្ពស់បំផុត30-40 លានឬក៏50-60 លានអញ្ចឹងទៅយកមកប្រើប្រាស់ទៅបាទឡើងជើងល្អទៅបាទនេះបើសិនជា Liverpool ទិញមកអញ្ចឹងត្រូវជាងបាទខ្ញុំក៏គ្រប់ត្រូលដែរការលើកឡើងរបស់បងប្អូនអ្នកគ្រប់ត្រូល Liverpool មួយចំនួនណាទិញបំរើបានទៀតទៅបងអូខេអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេ1ម៉ោងកន្លះហើយបងប្អូន1ម៉ោងកន្លះអត់បន្តការ live ទៀតទេអស់ស៊ូបាទហើយមួយដល់ម៉ោងកូនពុនអីគាត់សម្រាប់ដែរណាបាទខ្ញុំនៅអស់ស៊ូដែរបាទអញ្ចឹងអរគុណសម្រាប់ការទស្សនាការ live របស់ខ្ញុំវិលមកជួបគ្នានៅការ live របស់យើងនៅលើក្រោយទៀតសប្តាហ៍ក្រោយបាទអាចជួបគ្នាក្នុងថ្ងៃច័ន្ទkiaអញ្ចឹងទៀតហើយខ្ញុំអាប់ដេតបន្ថែមអំពីព័ត៌មានតាក់ទងទីផ្សាររដូវកីឡាករបាទជូនបងប្អូនបន្ថែមទៀតបាទសម្រាប់ពេលនេះសូមអរគុណសូមគោរពលារាត្រីសួស្តី